ថ្ងៃហ្នឹងខ្ញុំមកចង់បង្ហាញអំពីសាប៊ូដែលខ្ញុំប្រើប្រាស់ជាប្រចាំថ្ងៃណាហើយខ្ញុំគឺជាមនុស្សដែលលេងពណ៌សក់ខ្លាំងមែនតើសាប៊ូក៏ដូរអត់ច្រើនដែរអ្នកនរគ្នាប៉ុន្តែនៅតែប្រើអត់ត្រូវបន្ទាប់ពីខ្ញុំបានប្រើប្រាស់ជាមួយនឹងសាប៊ូ Obsidian នេះមកខ្ញុំឃើញថាសក់ខ្ញុំគឺប្រសើរច្រើនខ្លាំងមែនតើអ្នកនរគ្នាមួយទៀតខ្ញុំមិនប្រើតាសាប៊ូកក់សក់ឯណាអ្នកនរគ្នាខ្ញុំប្រើជាមួយនឹងបន្ទន់ដូចគ្នានេះនៅពេលដែលខ្ញុំកំពុងតែបន្ទន់ណាខ្ញុំ recommend ឲ្យអ្នកនរគ្នាបន្ទន់តែចង់សក់ទៅបានហើយគ្រាន់តែលាងទឹកហើយភ្លាមគឺឃើញសក់ខ្ញុំរលោងហើយរៀងទន់ជាងមុនភ្លាមហ្មងអ្នកនរគ្នាបន្ទាប់មកខ្ញុំមកប្រើជាមួយនឹង spray របស់ Obsidian ដូចគ្នានិយាយទៅគឺខ្ញុំប្រើជាមួយនឹងមួយ set គេហ្មងហើយ spray នេះគឺជួយការពារទៅលើកម្ដៅដែលអ្នកនរគ្នាផ្លុំឬក៏គៀបអីផ្សេងកុំឲ្យសក់យើងហ្នឹងកាន់តែស្ងួតខ្លាំងហើយនេះគឺជាសក់ខ្ញុំនៅពេលដែលផ្លុំរួចណាគឺខ្ញុំមកប្រើប្រាស់ជាមួយនឹងសេរ៉ូមរបស់ Obsidian មិនធំតែក្អូបទេជាពិសេសហ្នឹងគឺជួយព្យាបាលសរសៃសក់ខ្ញុំខ្លាំងមែនតើហើយមួយទៀតគឺខ្ញុំ recommend ខ្លាំងមែនតើសម្រាប់បងណាដែលគាត់ចូលចិត្តដូរពណ៌សក់ដូចខ្ញុំណាខ្ញុំ recommend ឲ្យមកព្យាបាលសរសៃសក់ជាមួយនឹង set របស់ Obsidian ដែលខ្ញុំកំពុងប្រើនេះណាពីព្រោះអីសក់ខ្ញុំគឺបានប្រសើរឡើងវិញក៏ដោយសារតែឈុតមួយនេះហ្នឹងហើយអញ្ចឹងអ្នកទាំងគ្នាកុំភ្លេចសាកប្រើទាំងអស់គ្នាណាដោយសារតែខ្ញុំណាបានព្យាបាលសរសៃសក់ឃើញផលពិតមែន